សេចក្តីថ្លែងការណ៍នាព្រឹកថ្ងៃទី8ខែធ្នូឆ្នាំ2025វេលាម៉ោងប្រហែល5នាទីយោធាថៃបានបើកការបាញ់ប្រហារមកលើទឹកដីកម្ពុជានៅក្នុងតំបន់អានសេះខេត្តព្រះវិហារបន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំនិងទីតាំងផ្សេងទៀតតាមបណ្ដោយព្រំដែនដោយប្រើប្រាស់អាវុធធុនធ្ងន់ជាច្រើនរហូតដល់ម៉ោង7នាទីព្រឹកថ្ងៃដដែលការវាយប្រហារដោយយោធាថៃបានបន្តមកដល់តំបន់ជុំវិញនិងទីតាំងផ្ទាល់ប្រាសាទព្រះវិហារដោយបានបំផ្លាញអគារអភិរក្សរបស់គម្រោងអភិរក្សនិងជួសជុលគោបូរៈទី5ប្រាសាទព្រះវិហារក្រោមកិច្ចសហប្រតិបត្តិការកម្ពុជាឥណ្ឌាដែលស្ថិតនៅបរិវេណគោបូរៈទី5និងហេដ្ឋារចនាសម្ព័ន្ធអភិរក្សដទៃទៀតចាប់តាំងពីប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីក្នុងបេតិកភណ្ឌពិភពលោកនៅថ្ងៃទី7ខែកក្កដាឆ្នាំ2008ភាគីថៃបានបង្កើតលេសនិងបង្កចំនួនប្រដាប់អាវុធនៅតំបន់ប្រាសាទព្រះវិហារជាច្រើនលើកច្រើនសារនៅចន្លោះឆ្នាំ2008និងឆ្នាំ2011ព្រមទាំងបានបង្កចំនួនសារជាថ្មីនៅថ្ងៃទី24-28ខែកក្កដាឆ្នាំ2025ការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់និងជាច្រើនថ្ងៃមកហើយជាពិសេសឧបទ្ទវហេតុកាលពីថ្ងៃម្សិលមិញនៅចំណុចប្រលានថ្មក្នុងតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារស្ថិតក្នុងឃុំស្រអែមស្រុកជាំខ្សាន្តខេត្តព្រះវិហារក្នុងចេតនាញុះញង់ឲ្យមានការប៉ះទង្គិចគ្នាជាមួយបំណងបំផ្លិចបំផ្លាញកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមថ្កោលទោសចំពោះការបង្កហេតុសារជាថ្មីម្ដងទៀតនៅតំបន់ប្រាសាទព្រះវិហារដែលបានបង្កការលំបាកយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សប្រាសាទព្រះវិហារនិងការជំលះមន្ត្រីបុគ្គលិកឆ្មាំពលកររបស់អាជ្ញាធរជាតិព្រះវិហារព្រមទាំងប្រជាពលរដ្ឋនៅក្នុងតំបន់ទៅកាន់ទីកន្លែងសុវត្ថិភាពក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរក្រោមការសម្របសម្រួលនិងធ្វើជាសាក្សីដោយលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកនិងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមអំពាវនាវភាគីថៃឲ្យបញ្ឈប់រាល់អរិភាពជាបន្ទាន់ដែលគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ហើយងាកមកគោរពកិច្ចព្រមព្រៀងបាត់ឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពនិងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឲ្យបានម៉ឺងម៉ាត់ស្មោះត្រង់និងដោយសុឆន្ទៈពិតប្រាកដក្រសួងវប្បធម៌និងវិចិត្រសិល្បៈអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសចំពោះសកម្មភាពឈ្លានពានរបស់ភាគីថៃមកលើបូរណភាពទឹកដីរបស់កម្ពុជានិងការបន្តបំផ្លាញបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារដោយបន្តរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាឆ្នាំ1972ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌និងធម្មជាតិពិភពលោកនិងអនុសញ្ញាឆ្នាំ1954ស្តីពីកិច្ចការពារសម្បត្តិវប្បធម៌ក្នុងពេលមានចំនួនប្រដាប់អាវុធដែលរដ្ឋភាគីទាំងអស់នៃអនុសញ្ញានេះត្រូវគោរពយ៉ាងម៉ឺងម៉ាត់បំផុតហើយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រៅនេះថ្ងៃច័ន្ទ3រោចខែមករាឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី8ខែធ្នូឆ្នាំ2025